đây buồn này bây giờ thưa một hai kỳ đặc biệt import quanh CSV cho tôi trong mà sân mà đã xong tiềnនេះខ្លះយើងដល់នៅរត់នេះហើយសម្រាប់ចំណីគឺយើងធ្វើបែបនេះបងប្អូនមើលកន្លងនេះគឺត្រូវពេលអិនរត់កូដ format នេះគឺត្រៀមយ៉ាងហើយវាជា file CSV command limit ហើយយើង copy ដាក់ទៅក្នុង flash ទៅគឺយើង copy ដាក់ចូល flash នេះរួចហើយអញ្ចឹងយើងមកមើលរបៀបចុចម៉ាស៊ីនគឺដំបូងយើងត្រូវ make sure ជាប់ណាមួយដែលវាថ្មីឲ្យយើងពងអញ្ចឹងណានេះដាក់ចូលលេខ2យើងទៅតមកយើងចូលទៅក្នុង USB នេះហើយយើងយកពងចូលយើងយកទីថាយបើយកពងចេញយើងយក Enter ទៅយើងយកទីថាយយើងយកពងចូល Enter ទៅហើយយើង select ចំក្រោមមកគឺយើងយក load TP នេះមក Enter ទៅហើយអូខេលើចប់មកហើយអាកន្លែង format វាយក 3 ដង code នេះមក Enter ទៅនេះ file ដែលយើងនៅក្នុង flash យើងហ្នឹងយើងបញ្ជាក់ឲ្យយើង CSV យើង Enter ទៅហើយវាសួរយើងចូលទៅក្នុងហ្នឹងយើង confirm យើងចុច yes អូខេមកចុច yes មកហ្នឹងវានឹង loading ទៅពងវា350ពងជាងអញ្ចឹងបងប្អូនលើកពងរ៉ាំដែរតពីចប់ហើយគឺបានប៉ុណ្ណឹងអញ្ចឹងយើងចូលមកមើលទិន្នន័យវាយើង make sure វាបញ្ជាក់យើងអាចចូលមកក្នុង page មកនេះ page មកយើងចុច SO នេះទៅឬក៏ Topo ក៏បានដែរ SO ទៅយើងមកមើលអាកន្លែង SO data យើងហើយយើងចុច load point យើង enter មកវាមាន N 7 ខ្ទង់ឬក៏1ខ្ទង់ត្រឹមត្រូវហើយ